แต่ទាំងអស់គ្នាចាំបង្កើត app ឡូវអញ្ចឹងបើសិនជាចង់កុំភ្លេចមើលវីដេអូនេះដល់ចប់មកថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាឲ្យស្គាល់ជាមួយនឹង AI integration មួយរបស់ Boom Journal វាគឺជា application មួយដែល agency យើងធ្វើផ្ទាល់ជូនទៅ client នៅប្រទេសអាមេរិកអញ្ចឹងតើ Boom ជាអ្វី Boom គឺជា AI mental health app ហើយវាធ្វើឡើងសម្រាប់ Gen Z និងអ្នកដែលមានជំងឺផ្លូវចិត្តអញ្ចឹង application Boom គឺមាន5 feature ដែលទី1គឺ gamification ដែលវាជា quiz សម្រាប់ well-being score របស់អ្នកទាំងអស់គ្នាទី2គឺ daily journal ដែលវាមានមុខងារក្នុងការកត់កំណត់ហេតុរបស់អ្នកទាំងអស់គ្នាទី3គឺ anonymous voting system ហើយទី4គឺ chat system ហើយចុងក្រោយនោះគឺ payment system អញ្ចឹងថ្ងៃនេះយើងនិយាយអំពី feature មួយនៅក្នុង feature ទាំង5ដែលមាន AI integration នោះគឺ daily journal តើ daily journal នោះគឺជាអ្វីអញ្ចឹង daily journal គឺជាការកត់កំណត់ហេតុរបស់អ្នកទាំងអស់គ្នាជារៀងរាល់ថ្ងៃអញ្ចឹងគោលបំណងរបស់វាគឺវានឹង analyze ជាមួយនឹងអារម្មណ៍របស់អ្នកទាំងអស់គ្នាទៅលើការសរសេរជាមួយនឹងកំណត់ហេតុរបស់អ្នកទាំងអស់គ្នាមិនថាអ្នកទាំងអស់គ្នាមានអារម្មណ៍ថាសប្បាយចិត្ត sad ឬក៏ stress នោះទេគឺ AI របស់យើងនឹង analyze ឲ្យអ្នកទាំងអស់គ្នាតែម្ដងហើយ AI របស់យើងមិនត្រឹមតែ analyze text នោះទេអ្នកទាំងអស់គ្នាអាចនិយាយជាសារសំឡេងនិងរូបភាពទៅដល់ AI នោះ AI យើងក៏អាច analyze បានដែរបន្ទាប់ពីអ្នកទាំងអស់គ្នាបានសរសេរជាមួយនឹងកំណត់ត្រារបស់អ្នកទាំងអស់គ្នាហើយ AI របស់យើងនឹងឲ្យជា result ដែលនៅក្នុង result នោះមានដូចជា motivational text ដើម្បីលើកទឹកចិត្តរបស់អ្នកទាំងអស់គ្នាហើយក៏ផ្ដល់ជា key phrase និង actionable tip ផងដែរអញ្ចឹងបើសិនជាយើងងាកមើលលើការ development វិញតើពួកយើងត្រូវការអ្វីខ្លះដើម្បី build ជាមួយនឹង feature មួយនេះអញ្ចឹងដូចតែយើងបានដឹងជាមួយនឹង purpose នៃ daily journal ហើយនេះយើងត្រូវការបច្ចេកវិទ្យា2ទី1គឺបច្ចេកវិទ្យា low code ដែលយើងប្រើជាមួយនឹង Flutterflow និងមួយទៀតគឺប្រើជាមួយនឹង OpenAI ដែលជា AI ក្នុងការ analyze របស់ daily journal របស់យើងតើ Flutterflow មានមុខងារអ្វីនៅក្នុង feature មួយនេះអញ្ចឹង Flutterflow គឺជាបច្ចេកវិទ្យា low code ដែលវាមានមុខងារក្នុងការធ្វើ UI ហើយនឹងការហៅ API ប៉ុន្តែប៉ុណ្ណោះក្នុង Flutterflow ក៏យើងអាចដាក់ជាមួយនឹង custom code ផងដែរចំណែកឯទី2គឺ OpenAI តើ OpenAI មានមុខងាររបៀបម៉េចនៅក្នុង feature មួយនេះអញ្ចឹងពួកយើងបានយក API ពី OpenAI មកដើម្បី analyze ជាមួយនឹង input ដែល user យើងបានតាក់អញ្ចឹងនៅពេលដែលយើងបាន build UI ជាមួយនឹង Flutterflow ហើយនោះយើងនឹងទទួលបាន data ពី user អញ្ចឹងនៅពេលដែលយើង optimize user data ហើយយើងនឹង make API call from OpenAI API ដើម្បីឲ្យវាដើរតួជា psychologist ក្នុងការ analyze data របស់ user អញ្ចឹងនៅពេលដែលវា analyze ហើយយើងនឹងទទួលបាន result ជា JSON format អញ្ចឹងនៅពេលដែលយើងទទួលបាន JSON format ពី AI ហើយយើងក៏បានបំបែក JSON format នោះទៅជា data type ទៅតាម field នីមួយៗហើយបន្ទាប់ពីយើងទទួលបានជាមួយនឹង field នីមួយៗហើយយើងក៏បាន pass ជាមួយនឹង data ហ្នឹងទៅដល់ UI របស់យើងដូច្នេះ user នឹងទទួលបាន result នៅអ្វីដែលគេចង់បាន result ដែល user យើងទទួលបានមានដូចជា actionable tip key phrase និង motivational text ជាដើមនេះគឺជាអ្វីដែល user នឹងឃើញនៅពេលដែលទទួលបាន result ពី OpenAI ហើយអញ្ចឹងនេះគឺជា AI feature មួយក្នុងចំណោម feature ទាំង5របស់ Boom អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ក្នុងការ build ជាមួយនឹង AI app អ្នកទាំងអស់គ្នាអាច join ជាមួយនឹង workshop របស់យើងបានតែ workshop របស់យើង will happen in July ហើយយើងនឹងមាន expert មកពីក្រៅប្រទេសដើម្បីបង្រៀនអ្នកទាំងអស់គ្នាក្នុងការបង្កើត app so don't miss this opportunity Join us here for more information. So that's it for Boom AI integration feature. And don't forget to follow New Web FM សម្រាប់ព័ត៌មានបន្ថែមទៀត Bye